nghiệp số ATT เคยមានឈ្មោះប្រកួតជុំទី2ការប្រកួតកម្ពុជាអ្នកចម្បាំងអូដណ្ដើមខ្សែក្រវ៉ាត់វគ្គសន្សំបន្ទុកប៉ះជាមួយនឹងអូម៉ារ៉េតវូហើយការវឹកហាត់ឥឡូវមិនដែរការវឹកហាត់ខ្ញុំអត់អីបងពេញលេងដល់ហើយគ្រូនោះគាត់នៅអាមេរិកដើម្បីមើលការប្រកួតរបស់ពេជ្រសម្បត្តិហើយយើងនេះនៅខ្មែរហើយដល់ពេលយើងប្រកួតអត់មានលោកគ្រូពេជ្រសុផាន់អញ្ចឹងមិនដែរទោះបីជាលោកគ្រូអត់នៅក៏ខ្ញុំនៅតែខំប្រឹងហ្វឹកហាត់ដើម្បីប្រកួតទៅថ្ងៃទី12ស្កូអូម៉ានឹងច្បាស់អត់អត់ទីទេច្បាស់គាត់ច្បាស់មិនដែរគេតាប់កីឡាករមកគាត់ល្អហើយគាត់ធ្លាប់យកឈ្នះទៅលើកីឡាករខ្មែរច្រើនរត់ដែរគាត់ធ្លាប់យកឈ្នះដល់ដល់សិស្សច្បងយើងពេជ្រវណ្ណសិតទៀតណាបដូរពេជ្រវណ្ណសិតឲ្យបោះបង់ការប្រកួតដោយការប្រើកែងបែកធំពេកក៏អញ្ញាកដាសម្រាប់ចិត្តឈប់ហើយការប្រកួតចុងក្រោយជាមួយនឹងខូឡានកូស៊ីននេះកែងបកសក់ស្លាប់ខូឡានកូស៊ីនសន្លប់ទៀតអូយល្អមែនតើហើយប៉ះជាមួយនឹងអាទិទេពវគ្គសន្សំបន្ទុកនេះដឹងតែជក់ចិត្តឲ្យបងប្អូនហើយមានការតាំងចិត្តមិនដែរចំពោះការប្រកួតនេះការប្រកួតមួយនេះខ្ញុំតាំងចិត្តថាធ្វើឲ្យបានល្អហើយនឹងមិនឲ្យបងប្អូនខំនងលើរូបចឹងអាចថាចេញលះដោយការប្រកួតជាមួយនឹងថងបាងអត់មើលទៅចាំមើលចាក់ស្ដែងលើសង្វៀនមកដោយសារតែការប្រកួតយើងអត់អាចសន្តានទៅមុនបានការវឹកហាត់ពេញ 100% ហើយចុះសុខភាពវិញមិនដែរសុខភាពធម្មតាមកសុខភាពធម្មតាអត់មានជាបញ្ហាទេព្រោះប្រកួតលើកមុនយើងលឿនដែរហើយការប្រកួតនេះធ្វើនៅថ្ងៃទី12ថ្ងៃសៅរ៍ម៉ោង 5 កន្លះមានអីសំណូមពរដល់ពុកម៉ែបងប្អូនដើម្បីឲ្យគាត់បានចូលរួមទស្សនាដូចជាការមើលផ្ទាល់ផងដែរបាទពុកម៉ែបងប្អូនកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកកដើម្បីលោកខ្ញុំបាទពីទីទីប្រកួតនៅថ្ងៃទី12ខែមេសាឆ្នាំ2025ហើយនៅម៉ោង 5:30 នាទីនឹងងាយតទៅនៅស្ថានីយ៍ទទួលបយ័នស្ទឹងជ័យខ្សែក្រវ៉ាត់នេះគឺជាខ្សែក្រវ៉ាត់ទីប្រមាណហើយសម្រាប់អាទិទេពក្នុងការប្រកួតការចូលលេងខ្សែក្រវ៉ាត់គឺលើកទី4លើកទី4ណាអូអញ្ចឹងហើយសង្ឃឹមប្រហែលភាគរយដែរការប្រកួតលើកទី2នេះអាចថា 60% ចុះសរុបការប្រកួតមកដល់ពេលបច្ចុប្បន្ននេះប្រហែលប្រកួតដែរអាទិទេព41ប្រកួតហើយឈ្នះប្រហែលចាញ់ប្រហែលស្មើប្រហែលចាញ់1ស្មើ2អញ្ចឹងអាចថានៅតែបន្តកំណត់ត្រាដ៏ល្អនេះទៀតឬក៏យ៉ាងណាសម្រាប់ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីរក្សាកំណត់ត្រាឲ្យបានកាន់តែល្អហើយមួយទៀតឃើញពេជ្រសម្បត្តិមានឈ្មោះប្រកួតនៅឯអាមេរិកប៉ះជាមួយនឹងកីឡាករសហរដ្ឋអាមេរិកតែម្ដងជាមានអីជូនពរពេជ្រសម្បត្តិដែរសិស្សច្បងសិស្សច្បងឲ្យទទួលបានជ័យជំនះយកមកចូលមេត្តាភូមិយើងហើយចុងក្រោយមានអីអរគុណដល់បងប្អូនដែលតែងតែគ្រប់គ្រងអាទិទេពជួយគ្រប់គ្រងហើយនឹងការទស្សនារាល់ដងមានអីអរគុណពួកគាត់អរគុណពុកម៉ែបងប្អូនដែលតែងតែស្រឡាញ់គ្រប់គ្រងខ្ញុំបាទមករហូតហើយសប្តាហ៍នេះជួយជាមួយនឹងខ្ញុំបាទអាទិទេពអបលេចចូលរួមទស្សនាអរគុណអញ្ចឹងបងប្អូនកុំភ្លេចកម្ពុជាអ្នកចម្បាំងអូតថ្ងៃទី12ថ្ងៃសៅរ៍នេះម៉ោង 5 កន្លះចូលរួមគ្រប់គ្រងពេជ្រអាទិទេពទាំងអស់គ្នាបងប្អូនជួបជាមួយនឹងអូម៉ារ៉េតវូដែលល្អមែនទែនការប្រកួតរបស់គាត់អញ្ចឹងអរគុណច្រើនអាទិទេពជម្រាបលា